ផ្ដល់បទពិសោធន៍និងជំនាញទៅដល់បុគ្គលិកនិងកម្មករថ្មីដែលគាត់មកគឺក្មេងៗគាត់មកគឺអត់ចេះអីសោះតែជាអ្នកជំនាញខ្លាចជាអ្នកមានបទពិសោធន៍គាត់អាចរករបរគឺពីជំនាញរបស់គាត់ទៅបង្កើតមុខរបរថ្មីឬក៏បានចំណូលខ្ពស់ជាងមុនចំណេញធម្មតាការរកស៊ីគិតពីប្រាក់ចំណេញវាត្រឹមត្រូវហើយពីខ្ញុំនៅក្មេងខ្ញុំគិតថាការងាររកស៊ីគិតតែប្រាក់ចំណេញអញ្ចឹងណាឧទាហរណ៍ជាក់ស្ដែងដោយការជាខ្ញុំដាំមីសាក់ដំបងខ្ញុំគិតថាខ្ញុំដាំ200000ដើមមួយដើមខ្ញុំលក់បាន$20អញ្ចឹង8ឆ្នាំក្រោយខ្ញុំអាចបានដល់ទៅ4លានបាទគិតតែពីប្រាក់ចំណេញធម្មតាការរកស៊ីគិតពីប្រាក់ចំណេញវាត្រឹមត្រូវហើយតែមកដល់ពេលនេះធ្លាប់ចាប់ពីការឆ្លងកាត់ការលក់ធ្វើអាជីវកម្មនៅក្នុងស្រុកមកផលិតផលមករយៈពេលកន្លែងទៅមើល20ឆ្នាំជាងមុនគាត់ថាការរកស៊ីមិនមែនដើម្បីទៅលុយទេអាចធ្វើការរកស៊ីគឺជាក់ស្ដែងដោយដល់ពេលឥឡូវនេះខ្ញុំសប្បាយចិត្តជាងកាលពីមុនដែលខ្ញុំគិតថា$20បានមួយដើម$20 20000ដើមបាន$4លានទៀតភាសាក្នុងគម្រោងអាជីវកម្មមួយដែលរបត់ថ្មីនេះខ្ញុំគិតថាខ្ញុំនេះជាយោបល់ខ្ញុំជាកំណត់របស់ខ្ញុំឯដែលខ្ញុំបានធ្វើការងារជាច្រើនដូចជាសប្តាហ៍ថ្ងៃនេះគឺយើងបានផលិតជាសម្ភារៈផលិតផល VT Cambodia កើតចេញមកគឺយើងបានរកលុយមកបានមួយចំនួនប៉ុន្តែមួយចំនួនអ្វីដែលទិសដៅសំខាន់ហ្នឹងគឺតើអាជីវកម្មហ្នឹងអាចផ្ដល់ចំណេះជំនាញដល់បុគ្គលឬក៏បុគ្គលិកថ្មីដែលចំនួនក្រោយដែលគាត់ចេះអីខ្លះអញ្ចឹងណាឧទាហរណ៍ជាក់ស្ដែងនៅក្នុងរោងជាងយើងគឺយើងចូលមកគឺគាត់អត់បានចេះអីទេអញ្ចឹងណាយើងចាប់ផ្ដើមបរៀនគាត់ពីបន្តិចរហូតរៀនគាត់ដល់គាត់ចេះផលិតចេះជាឈើឈើចេះធ្វើជ្រុញធ្វើអីបាទហើយបុគ្គលិកខ្លះមួយចំនួនខាងផ្នែក sale ក៏គាត់មកធ្វើការជាមួយយើងគឺដំបូងគាត់អត់ចេះទេដល់យើងបរៀនគាត់ឲ្យចេះមកខាងពីលក់ខាងគ្រប់គ្រងឲ្យផ្សេងទៅអញ្ចឹងបែរថាអាជីវកម្មមួយដែលមានតម្លៃពិតប្រាកដគឺអាចផ្ដល់ឱកាសឲ្យអ្នកដទៃទទួលបានផលប្រយោជន៍ពីអាជីវកម្មរបស់យើងដែរមិនយើងបានចំណេញលុយហើយអ្នកដទៃឬថាមានអ្នកសកលក្រោយអ្នកជំនាន់ក្រោយនឹងគាត់ទទួលបានផលប្រយោជន៍នៃអាជីវកម្មរបស់យើងបែរថាគាត់មកធ្វើការកន្លែងយើងគាត់មិនមែនចាំតែយើងម្នាក់ខ្លួនគាត់ម្នាក់នេះគាត់អាចចាំឪពុកម្ដាយគាត់ឬក៏គាត់ជួយបងរហូតដល់តាំងពីធនាគារបងឯផ្សេងដល់ឪពុកម្ដាយដល់ក្រុមគ្រួសាររបស់គាត់ថែមទៀតអញ្ចឹងអាជីវកម្មនេះពិតជាមានតម្លៃពិតជាអស្ចារ្យមែនអ្វីដែលខ្ញុំគិតថាគិតមកដល់ពេលនេះគឺការបើកធ្វើអាជីវកម្មរបៀបនេះគឺវាមិនងាយស្រួលវាហត់វានឿយបាទវាលំបាកខ្លាំងតែម្ដងតែយើងគិតថាអាជីវកម្មបែបនេះបានយូរអង្វែងយើងអាចផ្ដល់ផលប្រយោជន៍ឲ្យទៅអ្នកដទៃបានច្រើនអាជីវកម្មខ្លះគឺដើម្បីតែលុយឧទាហរណ៍ជាក់ស្ដែងពេលដែលយើងមានលុយមានលទ្ធភាពយើងទិញដីឧទាហរណ៍ទិញដីមួយកន្លែងរងចាំ2-3ឆ្នាំក្រោយដីវាឡើងថ្លៃយើងលក់វិញយើងជាប្រាក់ចំណេញអានេះអត់ខុសទេបងប្អូនអត់ខុសទេអានេះគេហៅថាអាជីវកម្មដើម្បីតែលុយចំណេញហ្នឹងអត់ខុសទេបាទអ្នកធ្វើអាជីវកម្មប៉ុន្តែអាជីវកម្មខ្លះប្រភេទខ្លះទៀតឧទាហរណ៍គាត់ទិញដីហើយគាត់ធ្វើកសិកម្មគាត់ដាំដុះនៅលើហ្នឹងអញ្ចឹងគាត់ត្រូវការបុគ្គលិកច្រើនធ្វើការឲ្យគាត់នឹងគាត់ផ្ដល់ជំនាញឲ្យបុគ្គលិកមកធ្វើការគឺគាត់ត្រូវតែបច្ចេកទេសមកដើម្បីបំបែកជំនាញរបស់គាត់ណាផ្ដល់បទពិសោធន៍